5 ឆ្នាំមកនេះក្រសួងបរិស្ថាននៅតែមិនអាចបំពេញពាក្យសន្យារបស់ខ្លួនបានក្នុងការដាក់កោះកុងក្រៅជាឧស្សាហជាតិសមុទ្រកាលពីឆ្នាំ2020ក្រសួងបរិស្ថានលោកបានអះអាងជាសាធារណៈថានឹងដាក់កោះកុងក្រៅជាឧស្សាហជាតិសមុទ្រនៅក្នុងឆ្នាំ2021 ក៏ត្រឹមឆ្នាំ2026នេះវាមានរយៈពេល5ឆ្នាំហើយរដ្ឋមន្ត្រីក្រសួងបរិស្ថានក៏បានផ្លាស់ប្ដូរចំនួន2រូបរួចមកហើយដែរប៉ុន្តែយើងនៅតែមិនទាន់ឃើញមានសកម្មភាពណាមួយដែលបង្ហាញអំពីដំណើរការនៃការដាក់កោះកុងក្រៅជាឧស្សាហជាតិសមុទ្រដល់ឡើយទេហេតុអ្វីក្នុងនាមយើងជាយុវជនពិតជាចង់ដឹងណាស់ថារដ្ឋមន្ត្រីក្រសួងបរិស្ថានអាណត្តិថ្មីលោកបណ្ឌិតអេងសុផាឡៃមានសមត្ថភាពអាចបំពេញពាក្យសន្យាមួយនេះបានដែរឬទេបន្ទាប់ពីការកាន់តំណែងរយៈពេល3ឆ្នាំមុខនេះឬមួយក៏លោកបណ្ឌិតមានសមត្ថភាពសម្រាប់តែការរកលេសដោះសារជំទាស់និងច្រានចោលរាល់ការលើកឡើងរបស់ប្រជាពលរដ្ឋខ្មែរខ្លួនឯងសូមបញ្ជាក់ឡើងវិញថាយើងចង់ដឹងតែអំពីបច្ចុប្បន្នភាពនៃការដាក់កោះកុងក្រៅជាឧស្សាហជាតិសមុទ្រប៉ុណ្ណោះមិនត្រូវការដឹងឮការដោះសាររោគលេងចម្ពោះរបស់បណ្ឌិតណាមួយឡើយ